តោះសួស្តីបងប្អូនឆ្លើយតបទៅបងប្អូនខ្លះគាត់ឆាតមកលោកគ្រូតែលោកគ្រូផុសមេរៀន scroll តែមេរៀនមកអត់មានចម្លើយប្រាប់ពីរបៀបដោះស្រាយអីចឹងខ្ញុំធ្វើមិនយកទៅរៀនសិក្សារៀនសូត្រកើតអញ្ចឹងថ្ងៃនេះលោកចែករំលែកពីលំហាត់លំនឹងមួយតែមុននឹងចូលទៅលំហាត់យើងមកមើលពីវិធានឬក៏គន្លឹះនៅក្នុងការដោះស្រាយនៅក្នុងប្រអប់នេះបើសភៅបរទេសគេប្រើពាក្យថា strategy មានន័យថាយើងត្រូវយល់ដឹងអំពី strategy ក្នុងការដោះស្រាយវាសិនហើយបើយើងយកទៅ apply លើលំហាត់ណាមួយនោះអញ្ចឹងលំហាត់គំរូទី1របស់យើងឆ្លើយតបចំណុចដែលយើងត្រូវទៅរកកំហាប់ពេលលំនឹងមុននឹងយើងយកទៅរកថេលំនឹងការបានព្រោះយើងដឹងហើយថាថេលំនឹងការគឺអាស្រ័យលើសីតុណ្ហភាពតែដើម្បីគណនាគឺលុះត្រាតែមានកំហាប់អង្គធាតុនីមួយៗតែជាកំហាប់ពេលលំនឹងចឹងក្នុងមេរៀននេះយើងបែងចែកឲ្យដាច់អ្វីទៅជាកំហាប់ដើមអ្វីទៅជាកំហាប់ប្រែប្រួលនិងអ្វីទៅជាកំហាប់លំនឹងតែក្នុងនេះយើងសរសេរអក្សរកាត់គឺ ICE មកពីពាក្យរបស់វាគឺ initial change and equilibrium របស់វាមួយចឹងលោកលើកយកតែសំណួរខមកពន្យល់បងប្អូនទេដោយសារកគ្រាន់តែជាសំណួរសរសេរសមីការនិងរកកំហាប់ដើមជំនួសរូបមន្តយើងដឹងហើយថាសមីការនៅក្នុងមេរៀនលំនឹងជាប្រតិកម្មទៅមកដូច្នេះបងប្អូនសរសេរសមីការត្រូវដាក់សញ្ញាព្រួញទៅមកអញ្ចឹងបើសញ្ញាព្រួញតែមួយទេគឺបាត់បន្ទុកមិនបានពេញទេជាក់ស្ដែងលំហាត់ប្រឡងពេទ្យ2025 XY មានមុនហ្នឹងគឺបេក្ខជនខ្លះគាត់អត់ដាក់សញ្ញាព្រួញ2គឺបាត់បន្ទុកសមីការហើយបន្ទាប់មកយើងត្រូវដឹងដដែលថាអង្គធាតុប្រតិករគឺសំដៅទៅលើខាងឆ្វេងសញ្ញាព្រួញហើយកកើតនៅខាងស្ដាំសញ្ញាព្រួញអញ្ចឹងលំហាត់លំនឹងភាគច្រើនគេឲ្យសមីការតែបើគេអត់ឲ្យយើងទេពេលបងប្អូនសរសេរសមីការគឺខាងឆ្វេងគឺអង្គធាតុដែលគេយកទៅដាក់ធ្វើប្រតិកម្មជាអង្គធាតុប្រតិករហើយខាងស្ដាំអង្គធាតុដែលកកើតឬក៏ផលិតផលដែលទទួលបានហើយដាក់សញ្ញាព្រួញទៅមកបន្ទាប់មកការថ្លឹងសមីការហាមថ្លឹងជាប្រភាគមិនចឹងទេយើងនឹងពិបាកនៅពេលដែលយើងគណនាថេលំនឹងការព្រោះមេគុណទាំងអស់នឹងខ្លាចទៅជាស្វ័យគុណរបស់កំហាប់វាចឹងយើងងាកមកមើលសំណួរខវិញព្រោះសំណួរកមកកណាត់ទៀតគណនាកំហាប់ដើមគាត់យកចំនួនមកវាចែកជាមួយមាត្រប្រព័ន្ធដែលគេដាក់ឧស្ម័ននឹងឲ្យប្រតិកម្មទេងាកមកសំណួរខយើងមានកំហាប់ពណ៌ខ្មៅនេះគឺលូសសេសមត្ថកម្មដែលយើងស្គាល់ដាក់ចូលរាល់សមត្ថកម្មរបស់អង្គធាតុទាំងអស់ឲ្យតែជាកំហាប់ដើមបើយើងអត់ស្គាល់តម្លៃវាគឺស្មើ0តែកំហាប់ពេលលំនឹងពេលយើងរកទៅគឺมันអាចអង្គធាតុណាមួយស្មើ0ទេកំហាប់ពេលលំនឹងមាន2ដែលมันអាចកើតមាន probab ដែលมันអាចកើតមាននោះគឺកំហាប់លំនឹងរបស់អង្គធាតុនីមួយៗมันអាចស្មើ0ហើយក៏มันអាចជាតម្លៃអវិជ្ជមានដែរចឹងយើងមើលពេលយើងស្គាល់សមត្ថកម្មអស់ហើយយើងក៏លេខមើលកន្លែងនេះបន្តិចគឺកន្លែង SO3 នេះកំហាប់ដើមរបស់វា0ហើយយើងស្គាល់កំហាប់ពេលលំនឹងចឹងយើងក៏លេខមើលកំហាប់ដើមវា0ហើយកំហាប់ពេលលំនឹងវា 0.00054 យើងឃើញតម្លៃទាំងពីរហ្នឹងគឺកំហាប់ពេលលំនឹងធំជាងកំហាប់ដើមដែលវាមានអញ្ចឹងកាលណាកំហាប់ពេលលំនឹងធំជាងកំហាប់ដើមបែបនេះមានន័យថានៅពេលដែលវារងប្រតិកម្មរហូតឈានដល់លំនឹងអង្គធាតុនោះនឹងទទួលបានកំហាប់នៅពេលដែលវាប្រតិកម្មនោះគឺវាកើតឡើងមានន័យថាវាកើនកំហាប់ហ្នឹងកើនហ្នឹងគឺម៉េចគឺយើងមើលឃើញថាដើមវាតូចជាងលំនឹងមានន័យថាដើម្បីបានលំនឹង 0.054 នេះពេលប្រតិកម្មដើម្បីឈានដល់ស្ថានភាពលំនឹងហ្នឹងគឺវាកកើតឡើងមកប្រមាណទៀតដែលធ្វើឲ្យលំនឹងរបស់វាច្រើនជាងដើមរបស់វាអញ្ចឹងកុំសម្គាល់ថាវា0ណាគឺយើងមើលតូចធំអញ្ចឹងនៅពេលនេះគឺកំហាប់ដើមរបស់វាតូចជាងកំហាប់លំនឹងអញ្ចឹងមានន័យថាពេលប្រតិកម្មគឺដើម្បីកកើតលំនឹងបានអាដើមហ្នឹងវាទៅទទួលបានគឺកន្លែងប្រែប្រួលទើបចេញបានអាលំនឹងនេះនិយាយស្រួលមានន័យថាដើមបូកប្រែប្រួលចេញលំនឹងចុះឥឡូវបើដើមយើង0អញ្ចឹងលំនឹងនិងប្រែប្រួលមានតម្លៃស្មើគ្នាអញ្ចឹងគឺ CICE ហ្នឹងគឺកំហាប់ដើមកំហាប់ប្រែប្រួលនិងលំនឹងអញ្ចឹងយើងក៏លេខមើលនៅពេលនេះកាលណាកំហាប់ដើម0អូតូម៉ាទិកហើយកំហាប់ពេលលំនឹងហើយនឹងកំហាប់ប្រែប្រួលគឺមានតម្លៃស្មើគ្នាហើយប្រយ័ត្នឲ្យមែនតើណានៅក្នុងលំនឹងពេលដែលវាប្រតិកម្មទៅរកស្ថានភាពលំនឹងមានន័យថាអង្គមួយខាងវាចូលរួមអង្គមួយខាងវាកកើតអញ្ចឹងមិនធ្វើឲ្យវាកើននិងថយអញ្ចឹងពេលនេះអង្គធាតុកកើតយើងគឺ
វាទទួលបាននេះកន្លែងប្រអប់នេះអញ្ចឹងវាបូកដែលធ្វើឲ្យលំនឹងវានឹងធំជាងដើមអញ្ចឹងខាងឆ្វេងអង្គធាតុប្រតិករយើងដកវិញតែមិនមែនចំណាំមានន័យថាឆ្វេងដកស្ដាំបូករហូតទេកុំចំណាំគឺត្រូវស្វែងយល់ពីសមត្ថកម្មដែលមានអញ្ចឹងពេលនេះយើងនឹងរកឃើញកំហាប់ប្រែប្រួលរបស់ SO3 គឺស្មើនឹងលំនឹងគឺ 54 បន្ទាប់មកកំហាប់ប្រែប្រួលដាក់សញ្ញាផ្កាយបន្តិចមានន័យថាបងប្អូនអាចរកឃើញកំហាប់ប្រែប្រួលផ្សេងទៀតនៅពេលដែលស្គាល់អាណាមួយដោយមើលលើមេគុណប្រតិកម្មរបស់វានិយាយយ៉ាងសាមញ្ញគឺទាញដូចចំនួនម៉ូពេលបងប្អូនទាញរកចំនួនម៉ូរាល់ដងតាមសមីការអញ្ចឹង SO2 និង SO3 មេគុណដូចគ្នាអញ្ចឹង 0.054 ដូចគ្នាបន្ទាប់មកទៀតគឺ order មេគុណវាខុសគេអញ្ចឹងគុណរបស់វា1ចែករបស់គេ2អញ្ចឹង54ចែកជា2នៅសល់27តោះនេះអញ្ចឹងកន្លែងហ្នឹងអញ្ចឹងមិនយើងដឹងហើយនេះនៅក្នុងប្រអប់ខាងក្រោមវាអត់ទាន់លុបទេខាងស្ដាំរបស់យើងពេលនេះដោយសារតែកំហាប់ដើមតូចជាងលំនឹងគឺវាកើនឡើងគឺធ្វើផលបូកអញ្ចឹងខាងឆ្វេងរបស់វាប្រកាសជាថយចុះឲ្យអង្គមកខាងម្នាក់ត្រឹមសញ្ញាព្រួញប្រតិកម្មត្រឹមសញ្ញាព្រួញប្រតិកម្មនេះគឺខុសគ្នាមកខាងបូកមកខាងដកអញ្ចឹងបើខាងស្ដាំបូកខាងឆ្វេងត្រូវដកហើយអញ្ចឹងកន្លែង order 100 ដក 27 នៅសល់ 0.00073 ហ៎ដល់ពេលកន្លែង SO2 100 ដក 54 គឺនៅសល់ 0.0046 ចឹងយើងរកឃើញកំហាប់ពេលលំនឹងអស់ហើយសំណួរខហ្នឹងគឺចប់ហើយទើបយកកំហាប់ពេលលំនឹងហ្នឹងទៅរកតម្លៃថេលំនឹងការរបស់ប្រតិកម្មមួយនឹងបានអញ្ចឹងប្រយ័ត្នតិចគឺកន្លែងរកកំហាប់ពេលលំនឹងរបស់អង្គធាតុនីមួយៗយោងលើសមត្ថកម្មដែលមានបញ្ជាក់ឡើងវិញហាមចំណាំ